ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ5រោចខែចេសឆ្នាំមមីឆសាពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី17ខែមិថុនាឆ្នាំ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសំខាន់នៅថ្ងៃនេះដូចតទៅលោកកឹមសុខាបានមកដល់នីតិប្រទេសវិញនៅថ្ងៃនេះកាលពីម៉ោង 11:30 នាទីព្រឹកមិញនេះលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពីលោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសញូហ្សេឡង់អស់រយៈពេល5ថ្ងៃនៅពេលមកដល់អាកាសយានដ្ឋានភ្នំពេញអន្តរជាតិលោកកឹមសុខាបានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតហើយលោកក៏បានបង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសញូហ្សេឡង់ជាពិសេសការជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់ប្រទេសនេះហើយជួបលោកបាក់ប្រឆាំងដែលបាក់ពលករដែលក្រុមឈ្នះឆ្នោតក្នុងទីឆាប់ហើយតាមបានដល់នឹងជួបជាមួយនឹងសួរប្រទេសកាមេរ៉ាnó cũng chặt chứ đó chạy đầu kia môn là nhìn nhận đó có chỉ môi đi như ban nước bánh hà chọn kẹn ở trong máy nước bánh hà rốt riêng của hai cho đưa cái chuyện loạt chỉ chúng ta thì chúng thì có mau cho đưa sản phẩm các bạn cô có những cái chạm đó vì nó bánh hà sản phẩmតើតើទៅនឹងស្ថានភាពនយោបាយលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិបានបញ្ជាក់ចំហយ៉ាងដូចនេះថាចំហគណៈបក្សសង្គ្រោះជាតិតាមការចរចាដែរតាពីម្សិលមិញខាងគណៈបក្សប្រជាជនគេនិយាយថាមិនសិនជាគណៈបក្សសង្គ្រោះជាតិនៅតែទៀមទាអត់ពី3ទេគេនឹងអាចចរចាទេតែមកដល់ពេលនេះអាចឆ្លើយតបធម្មតាគោលចំហគណៈបក្សសង្គ្រោះជាតិអត់មានដូរគឺការសម្រេចដោយគណៈដឹកនាំរបស់គណៈបក្សសង្គ្រោះជាតិដោយគណៈកម្មការចន្ទ្រៃដោយសមាជមហាជនដោយគណៈដឹកនាំទាំងអស់គឺថាការកែតម្រង់ស្ថាប័នបោះឆ្នោតគឺជាអត្ថប្រយោជន៍ហើយការកែតម្រង់ស្ថាប័នបោះឆ្នោតមួយដែលអាចជឿទុកចិត្តបានថាការបោះឆ្នោតក្រោយនឹងមានលក្ខណៈសេរីត្រឹមត្រូវយុត្តិធម៌ទល់កោជបនឹងមិនមែនក្រុមការត្រួតត្រារបស់គណៈបក្សមួយហើយបើសិនយកសម្លេង 50% បូក1គឺកោជបនឹងនៅតែក្រោមការត្រួតត្រារបស់គណៈបក្សប្រជាជនកម្ពុជាដដែលវាចេះការបោះឆ្នោតអត់ប្រយោជន៍ដែរបោះឆ្នោតឲ្យឆ្លោះគ្នាដដែលអញ្ចឹងចំហយើងនៅតែទៀមទាឲ្យមាន2ភាគ3ដែរនៅតែពេលខ្វែងគំនិតគ្នាអញ្ចឹងតើការចរចាអាចនឹងជាប់គាំងខ្ញុំជឿថាកាលណាប្រើពាក្យចរចាគេនឹងរកកន្លែងមួយដែលកដាលបាទបើសិនរកកដាលមិនឃើញអានឹងចរចាអត់ចេញបាទពេលប៉ុននឹងការប្រជុំសភាវិញតាមមកដល់ពេលនេះគណៈបក្សសង្គ្រោះជាតិចង់បានអ្វីពិតប្រាកដមុននឹងខ្លួនចូលរួមប្រជុំហើយយើងមាន3ចំណុចបានដាក់ទៅហើយគឺជាអត្ថប្រយោជន៍ទី1កែតម្រង់ស្ថាប័នបោះឆ្នោតចាប់ដើមចេញពីកែតម្រង់កោជបជាស្ថាប័នធម្មនុយហើយអនុម័តសមាជិកតាមសម្លេងទី3ហើយឲ្យមានស្ថាប័នដោះស្រាយវិវាទមួយដែលឯករាជ្យនេះពាក់ព័ន្ធនឹងកោជបទី2ពាក់ព័ន្ធនឹងកែតម្រង់រដ្ឋសភាដើម្បីឲ្យមានតុល្យភាពឲ្យទទួលស្គាល់នៅលក្ខន្តិកៈបកប្រឆាំងដែលមានអំណាចនៅក្នុងការតាមដានហើយឲ្យបកប្រឆាំងនឹងមានលទ្ធភាពបំពេញការងារដូចជាមានជារដ្ឋាភិបាលសមោលជាដើមដែលតាមស្របច្បាប់ដូចនៅប្រទេសលកម្មរបបសភានិយមផ្សេងទៀតនៅក្នុងពិភពលោកហើយទី3យើងទាមទារឲ្យមានការបើកទូលាយនៅប្រព័ន្ធផ្សព្វផ្សាយទីផ្សេងវិទ្យុទូទស្សន៍មិនមែនសម្ដៅទៅសុំតែ license សម្រាប់គណៈបក្សសង្គ្រោះជាតិទេគឺសម្រាប់ទាំងអស់គ្នាឲ្យមានការទូលំទូលាយជាពិសេសយើងចង់ប្រើប្រាស់ស្ថាប័នវិទ្យុទូទស្សន៍ជាតិនេះជារបស់ទាំងអស់គ្នាមិនមែនរបស់គណៈបក្សប្រជាជនមួយទេគឺទាំងអស់គ្នាសហអង្គការសង្គមស៊ីវិលមហាជនផ្សេងអាចប្រើប្រាស់ឬក៏គណៈបក្សផ្សេងប្រើប្រាស់អរគុណណាស់សុខសប្បាយជឿជឿអូយលោកប្រធានឲ្យសំខាន់ដៃទៀតមកបាទ
ណាងរាជគណៈបក្សសង្គ្រោះជាតិទៅតំបន់ព្រំដែនដែលមានវិវាទតាមការចុះផ្សាយរបស់គេហទំព័រភ្នំពេញប៉ុស្តិ៍បានឲ្យដឹងថាតំណាងរាជគណៈបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រជាច្រើនអ្នកក្រុងចុះទៅពិនិត្យមើលព្រំដែនកម្ពុជាវៀតណាមនៅក្នុងស្រុករមៀហេតនៅចុងខែនេះជាថ្មីទៀតដោយសារតែប្រជាពលរដ្ឋបានប្តឹងតវ៉ាថាទាហានវៀតណាមបានហាមឃាត់ពួកគេមិនឲ្យដើរលើដីស្រែគេដូនតារបស់ខ្លួននៅជាប់ព្រំដែនគេហទំព័រដដែលនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោករៀលខេមរិនតំណាងរាជជាប់ឆ្នោតនៅមណ្ឌលខេត្តស្វាយរៀងប្រាប់កាលពីម្សិលមិញនេះថានៅថ្ងៃទី30ខែមិថុនាខាងមុខនេះលោកនឹងដឹកនាំអ្នកគាំទ្រគណៈបកប្រហែលជា100នាក់ចាប់ទៅពិនិត្យមើលតំបន់ផ្ទះខ្មែរ6ខ្នងស្ថិតក្នុងឃុំដងស្រុករមៀហេតដែលប្រជាពលរដ្ឋក្នុងតំបន់នេះបានអះអាងថាវៀតណាមបានហាមមិនឲ្យពួកគាត់ដើរលើដីស្រែរបស់ពួកគាត់លោកបានបញ្ជាក់ថាពួកគេធ្លាប់ធ្វើស្រែនៅតំបន់នោះតាំងពីដូនតាមកប៉ុន្តែប្រហែលជាង1ឆ្នាំមកនេះទាហានវៀតណាមបានហាមឃាត់ពួកគេកុំឲ្យដើរនិងធ្វើស្រែចម្ការនៅលើដីនោះទៀតលោករៀលខេមរិនបន្ថែមថាយើងចង់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីបង្ហាញយើងអំពីដីរបស់ពួកគេយើងនឹងទាមទារឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញអំពីដីរបស់ប្រជាពលរដ្ឋដែលពួកគេធ្លាប់ធ្វើស្រែកន្លងមកលោកបានបញ្ជាក់ថាកាលពីសប្តាហ៍មុនបន្ទាប់ពីប្រជាពលរដ្ឋបានប្តឹងមកលោកក្នុងនាមជាតំណាងរាជជាប់ឆ្នោតលោកនិងសកម្មជនគណបកបានចុះទៅកន្លែងនោះហើយបានដើរលើដីនោះប៉ុន្តែពេលនោះទាហានវៀតណាមបានមកហាមឃាត់លោកនិងអ្នកទៅជាមួយមិនឲ្យដើរនៅតំបន់នោះទេក្នុងអំឡុងពេលចុះទៅតំបន់ព្រំដែននឹងបានប៉ះទង្គិចពាក្យសម្ដីជាមួយនឹងទាហានវៀតណាមដែលឃើញបង្ហោះឃ្លីបវីដេអូកាលពីសប្តាហ៍មុនលោករៀលខេមរិនបានថ្លែងថានៅតំបន់សយួនអាចប្រើនិងធ្វើអ្វីក៏បានគេហៅវាជាតំបន់សប៉ុន្តែនេះជាដីខ្មែរហើយអ្វីខ្មែរមិនអាចដើរបានខ្ញុំចង់ប្រាប់សាធារណជនដីដែលខ្ញុំកំពុងដើរលើដីនេះវាមិនមែនជារបស់យួនទេប៉ុន្តែយួនមិនអនុញ្ញាតឲ្យយើងដើរលើដីយើងទេជាតំណាងរាជជាប់ឆ្នោតខ្ញុំត្រូវតែដឹងថាកន្លែងណាជាដីខ្មែរហើយខ្ញុំត្រូវតែមានសិទ្ធិឈរលើដីខ្មែរវាមិនខុសទេនៅក្នុងវីដេអូឃ្លីបនោះគេឃើញទាហានវៀតណាមម្នាក់បានប្រមានលោករៀលខេមរិនកុំឲ្យនិយាយថាដីនេះជាដីរបស់ខ្មែរប្រមាណនេះមកឲ្យអញដឹកដីខ្មែរត្រឹមណាបងឯងមិនចង់មិនចេះនិយាយបងឯងកុំឲ្យខ្ញុំនិយាយវៀតណាមដល់ពេលដែលចិនដល់ពេលដែលចិនពៀនយួននេះដល់ពេលចិនពៀនយួនមានការឈឺចាប់ចឹងយួនក៏ទៅពៀនខ្មែរដែរបងឯងកុំថាយួនណែមិនមានយួនមិនមានកងទ័ពវៀតណាមជួយមិននិយាយភាសានេះយួនជួយមកយកតែខ្មែរទេជួយខ្មែរមិនមែនមកជួយខ្មែរទេណែបងប្អូនណាជួយដើម្បីខ្មែរជួយដើម្បីជួយខ្មែរនេះជួយហត់ទឹកសម្លឹងការសូមជម្រាបជូនហើយគ្មានរឿងបញ្ហាមានគុណអីទេអ្នកឯងមានគុណនៅលើហ៊ុនសែនតែមិនមែនហ៊ានមានគុណនៅលើរបបជារដ្ឋខ្មែរទេបើសិនជាវៀតណាមថាខ្មែរមិនមានគុណខ្មែរនឹងមានគុណវៀតណាមជាងព្រោះខ្មែរយួនយកដីកម្ពុជាក្រោម22ខែទៅមិនក៏នឹកគុណដល់ខ្មែរផងពេលដែលយួនត្រូវចិនឈ្លានពានយួនមានការជឿចាប់ប្តឹងដល់អន្តរជាតិឲ្យជួយមើលការខុសត្រូវតែយួនមិនត្រូវមកជឿចាប់ខ្មែរគេមានការជឿចាប់ដូចគ្នាសូមបញ្ជាក់យួនឲ្យបានច្បាស់បងឯងកំថានៅវៀតណាមនេះយកមួយម៉ាត់ខេតនៅកម្ពុជាមិនមានទេមិនមានមិននៅកម្ពុជាក្រោមទៅបាត់បង់ដោយសារយួនយកបាត់ទៅហើយមិនថាអត់មាន65ឆ្នាំហើយដែរថ្ងៃនេះវានេះ65ជ័យយោដីខ្មែរត្រូវតែខ្មែរនៅលោកសុរិយាសូបេរីសន្យាជួយដោះស្រាយចំនួនដីធ្លីដល់អ្នកភូមិបូរីកេឡាបើយោងតាមការចុះផ្សាយរបស់វិទ្យុអស៊ីសេរីបានឲ្យដឹងថាលោកសុរិយាប្រសាទសូបេរីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជាបានប្រកាសជួយរកដំណោះស្រាយលើចំនួនដីធ្លីដល់អ្នកភូមិបូរីកេឡាដោយយកអស់លទ្ធភាពនិងសមត្ថភាពផ្ទាល់របស់លោកបន្ទាប់ពីលោកបានទទួលញត្តិរបស់អ្នកភូមិឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេកាលពីម្សិលមិញលោកសូរីយ៉ាសូបេរីសូមឲ្យក្រសួងការងារពន្យល់ពីស្ថានភាពសិទ្ធិការងារនៅកម្ពុជាលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយនៃគេហទំព័រ AFE បានឲ្យដឹងថាលោកសូរីយ៉ាប្រសាទសូបេរីអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សប្រចាំកម្ពុជានៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងការងារកាលពីល្ងាចម្សិលមិញនៃទីស្តីការក្រសួងបានស្នើសុំឲ្យរដ្ឋមន្ត្រីនៅចំណុច4ដែលទាក់ទងដល់សិទ្ធិការងាររបស់កម្មករគឺទី1បញ្ហាការបញ្ជូនពលករខ្មែរដែលបង្ខំពីប្រទេសថៃទី2ច្បាប់សហជីពទី3ការកំណត់ប្រាក់ខែគោលដល់កម្មករទី4ការគម្រាមកំហែងមេដឹកនាំសហជីព
តែត្រូវលោកអត់សំហេងរដ្ឋមន្ត្រីក្រសួងការងារឆ្លើយមិនសមស្របតាមការចង់បានរបស់លោកសូបែឌីអ្នកបង្កក់ហៅធនាគារពិភពលោកថាមានបាតដៃប្រឡាក់ឈាមបើយោងតាមគេហទំព័រអសិសេរីបានចុះផ្សាយថាអ្នកភូមិបង្កក់ប្រមាណ100នាក់ប្រមូលផ្ដុំគ្នានៅមុខទីស្នាក់ការការិយាល័យធនាគារពិភពលោក World Bank ក្នុងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី16មិថុនាដោយថ្កោលទោសស្ថាប័ននេះថាមានបាតដៃប្រឡាក់ឈាមជាមួយរដ្ឋាភិបាលធ្វើឲ្យពួកគាត់រងទុក្ខវេទនាគេហទំព័ររដែរនេះបានបន្តឲ្យដឹងទៀតថាក្នុងពេលតវ៉ានៅមុខការិយាល័យធនាគារពិភពលោកអ្នកភូមិបង្កក់ដែលគ្រប់គ្រងដល់អ្នកមានបញ្ហាដេកធ្លីដូចគ្នាដូចជានៅបូរីកីឡានិងកន្លែងផ្សេងៗទៀតស្រែកដាក់ស្ថាប័នធនាគារពិភពលោកនេះថាជំនួយដែលផ្ដល់ដល់រដ្ឋាភិបាលកម្ពុជាមិនបានជួយដល់ពួកគាត់ទេអ្នកភូមិបង្កក់មានដំណោះដេកធ្លីជាមួយក្រុមហ៊ុនស៊ូកាគូរយៈពេល7ឆ្នាំមកហើយបន្ទាប់ពីក្រុមហ៊ុននេះទទួលបានការជួលដីពីរដ្ឋាភិបាលពួកគាត់នាំគ្នាមកថ្កោលទោសធនាគារពិភពលោកបន្ទាប់ពីពួកគាត់សង្ស័យថាស្ថាប័ននេះនឹងពិចារណាអំពីការផ្ដល់ជំនួយជាថ្មីដល់រដ្ឋាភិបាលកម្ពុជាសម្រាប់អភិវឌ្ឍនៅពេលដែលអ្នកបង្កក់កំពុងឈឺចាប់អ្នកដឹកនាំក្រុមសកម្មជនបង្កក់អ្នកស្រីទេវវណ្ណីថ្លែងថាការតវ៉ានៅថ្ងៃទី16មិថុនាគឺរំលឹកដល់ធនាគារពិភពលោកឲ្យពិចារណាអំពីដំណោះស្រាយរឿងដីធ្លីនៅបង្កក់សិនមុននឹងសម្រេចផ្ដល់ជំនួយថ្មីណាមួយដល់រដ្ឋាភិបាលកម្ពុជាកោះពេជ្រពង្រីកកាន់តែធំធ្វើឲ្យអ្នកបរិស្ថានព្រួយបារម្ភបើយោងតាមការចុះផ្សាយរបស់គេហទំព័រ VOA បានឲ្យដឹងថាតំបន់កោះពេជ្រដែលដើមឡើយគ្រាន់តែជាលំនៅឋាននិងកន្លែងដាំបន្លែរបស់គ្រួសារក្រីក្រប៉ុន្មានរយនាក់នោះឥឡូវនេះបានប្រែក្លាយមុខមាត់ទាំងស្រុងទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងសំណង់ដ៏លេចធ្លោមួយរបស់កម្ពុជាគេហទំព័ររដែរនេះបានបន្ថែមឲ្យដឹងទៀតថាកោះទំហំ100ហិកតាដែលនៅប្រសពនឹងទន្លេ4មុខត្រូវបានអភិវឌ្ឍនៅឆ្នាំ2006ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា Overseas Cambodian Investment Corporation របស់ធនាគារកាណាឌីយ៉ាបន្ទាប់ពីក្រុមហ៊ុនដ៏មានឥទ្ធិពលមួយនេះបានបង្ខំឲ្យប្រជាពលរដ្ឋប្រមាណ300គ្រួសារនៅទីនោះលក់ដីទៅឲ្យក្រុមហ៊ុនក្នុងតម្លៃដ៏ទាបមួយលោកអេនបាសាស្ត្រាចារ្យជំនួយផ្នែកភូមិសាស្ត្រនៅសាកលវិទ្យាល័យ Wisconsin Madison នៃសហរដ្ឋអាមេរិកនិងជាអ្នកឯកទេសផ្នែកបរិស្ថានក្នុងតំបន់ទន្លេមេគង្គអះអាងតាមសារអេឡិចត្រូនិកថាកោះពេជ្រជាតំបន់ត្រីបម្លាស់ទីដ៏សំខាន់រវាងបឹងទន្លេសាបនិងទន្លេមេគង្គហើយត្រីផ្លាស់ទីក្នុងចំនួនយ៉ាងច្រើនពីបឹងទន្លេសាបនៅចុងរដូវវស្សានិងត្រឡប់ទៅបឹងទន្លេសាបនៅដើមរដូវវស្សាដូច្នេះលោកទទូចឲ្យរដ្ឋាភិបាលកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីធានាឲ្យបានថាការពង្រីកដីនៅទីនោះមិនប៉ះពាល់ដល់ធនធានត្រីនិងការបម្លាស់ទីរបស់ត្រីកាលពីដើមឆ្នាំ2013គណៈបក្សសង្គ្រោះជាតិក៏បានសរសេរលិខិតសុំការឆ្លើយបំភ្លឺអំពីការចាក់ដីពង្រីកកោះពេជ្រទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីនិងក្រសួងរដ្ឋាភិបាលពាក់ព័ន្ធផងដែរប៉ុន្តែមិនទទួលបានការឆ្លើយតបលោកសុនឆៃតំណាងរាស្ត្រជាប់ឆ្នោតនៃគណៈបក្សសង្គ្រោះជាតិអះអាងថាការពង្រីកដីនៅទីនោះកំពុងប៉ះពាល់ដល់បរិស្ថានដែលនៅជុំវិញនោះការពង្រីកបន្ថែមនេះប៉ះពាល់លើបរិស្ថានពីរយ៉ាងទី1គឺចរន្តទឹកទន្លេមេគង្គដែលធ្លាក់មកហើយត្រូវស្ទះដោយសារការពង្រីកកោះនេះធ្វើឲ្យច្រកចុះទៅក្រោមគឺចង្អៀតអាចនាំឲ្យបាក់ដីនៅត្រង់ម្ខាងដែលមានពលរដ្ឋរស់នៅច្រើនទី2វាធ្វើឲ្យចរន្តទឹកហូរមានការប្រែប្រួលដែលធ្វើឲ្យប៉ះពាល់ដល់ធនធានត្រីជនជាតិក្នុងខេត្តក្រចេះប្រឆាំងក្រុមហ៊ុនវៀតណាមដើម្បីការពារដីស្រែនិងប្រពៃណីដូនតាតាមការចុះផ្សាយរបស់គេហទំព័រ VOD បានឲ្យដឹងថាជនជាតិដើមភាគតិចក្នុងជិត200គ្រួសារមកពីខេត្តក្រចេះនៅថ្ងៃអង្គារនេះស្វែងរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលនិងស្ថាប័នជាតិធំៗប្រឆាំងក្រុមហ៊ុនវៀតណាមដើម្បីការពារដីស្រែនិងប្រពៃណីដូនតារបស់ពួកគេគេហទំព័ររដែរនេះបានបញ្ជាក់ឲ្យដឹងតាមរយៈលោកល្អមញ៉នអ្នកតវ៉ាម្នាក់ក្នុងចំណោមអ្នកតវ៉ា22នាក់ដែលប្រមូលផ្ដុំគ្នានៅសមាគមការពារសិទ្ធិមនុស្សអាត60ក្នុងរាជធានីភ្នំពេញថ្លែងនៅថ្ងៃទី17ខែមិថុនាឆ្នាំ2014នេះថាពួកគេ197គ្រួសាររស់នៅភូមិស្អៀឃុំថ្មីស្រុកចិត្តបូរីខេត្តក្រចេះកំពុងប្រឈមនឹងការបាត់បង់ដីស្រែចំការវិលជុំនិងប្រពៃណីដូនតាដោយសារក្រុមហ៊ុនវៀតណាមឈ្មោះដងទឺសាយងនប៊ិចភឿធ្វើសកម្មភាពឈូសឆាយអ្នកមានចំនួនដីធ្លីឲ្យដឹងថាពួកគេបានប្រឈមមុខជាមួយក្រុមហ៊ុនវៀតណាមនោះយ៉ាងតិច5ដងក្នុងឆ្នាំ2014នេះដើម្បីការពារដីសហគមន៍ប៉ុន្តែភាគីក្រុមហ៊ុនអះអាងថាគេបានទទួលដីសម្បត្តិសេដ្ឋកិច្ចពីរដ្ឋាភិបាល
មន្ត្រីស៊ើបអង្កេតនៃសមាគមអាតហុកលោកចាន់សូវេតឲ្យដឹងថាជនជាតិដើមភាគតិចមានច្បាប់ជាតិនិងច្បាប់អន្តរជាតិគាំពៀលោកថាដូច្នេះរដ្ឋាភិបាលគួរថ្លឹងថ្លែងពីប្រាក់ចំណូលដែលបានមកពីការជួលដីសម្បត្តិនិងការអនុវត្តច្បាប់ស្តីពីការធានាសិទ្ធិជនជាតិដើមភាគតិចយ៉ាងនេះក្តីតាមលោកចាន់សូវេតក្រុមហ៊ុនវៀតណាមនោះបានផ្ដល់ករណីពលរដ្ឋរារាំងសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុនទៅកាន់តុលាការប៉ុន្តែលោកថាសមាគមនេះនឹងផ្ដល់មេធាវីការពីជនជាតិដើមក្នុងទាំងនេះបើមានក្តីក្តាំទៅតុលាការពិតមែនសមត្ថកិច្ចរុះរើខ្ទមនិងបំផ្លាញដំណាំពលរដ្ឋចំណាក់ស្រុកនៅមណ្ឌលគិរីលោកអ្នកនាងជាទីមេត្រីតាមការចុះផ្សាយរបស់គេហទំព័រស៊ីសេរីបានឲ្យដឹងថាប្រជាពលរដ្ឋចំណាក់ស្រុកមកកាប់ឆ្ការព្រៃតាំងទីលំនៅក្នុងស្រុកកៅសីមាខេត្តមណ្ឌលគិរីអះអាងថាក្រុមសមត្ថកិច្ចចម្រុះបានចោទរុះរើដុតខ្ទមនិងដកបំផ្លាញផលដំឡូងក្រោមហេតុផលថាប្រជាពលរដ្ឋចូលកាន់កាប់ដីតំបន់អភិរក្សខុសច្បាប់គេហទំព័រដដែលនេះបានបន្ថែមម្ដងទៀតថាខ្ទមប្រក់ពីផ្ទាំងកៅស៊ូជាង50ខ្ទមនិងដើមដំឡូងប្រមាណ4ហិកតាត្រូវក្រុមសមត្ថកិច្ចចម្រុះដករុះរើដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី16ខែមិថុនានៅចំណុចត្រពាំងទូកឃុំអូព្រះមន្ត្រីខ្លំមើលសិទ្ធិមនុស្សសមាគមអាតហុកខេត្តមណ្ឌលគិរីចាត់ទុកចំណាត់ការបណ្ដេញប្រជាពលរដ្ឋដោយប្រើហិង្សាបំផ្លាញរោងស្នាក់នៅនឹងផលដំណាំប្រជាពលរដ្ឋថាជាទង្វើរំលោភសិទ្ធិមនុស្សនិងសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋលោកក៏សង្កត់ថាការប្រើអំពើហិង្សាបណ្ដេញប្រជាពលរដ្ឋមិនមែនជាដំណោះស្រាយត្រឹមត្រូវសម្រាប់ហេតុផលការពារតំបន់អភិរក្សនោះឡើយយ៉ាងណាក៏ដោយប្រជាពលរដ្ឋជាង50គ្រួសារដែលរងការបណ្ដេញចេញនិងរុះរើបំផ្លាញខ្ទមស្នាក់នៅអះអាងថាពួកគេមិនដឹងថាចាក់ចេញទៅទីណាទេព្រោះអ្នកភូមិពិតជាគ្មានដីរស់នៅអ្នកភូមិអំពីមនាវសូមឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ដីសម្បត្តិសង្គមគិច្ចនៅតំបន់នោះសម្រាប់ប្រជាពលរដ្ឋតាមទីលំនៅប្រកបរបរចិញ្ចឹមជីវិតជាពិសេសក្នុងរដូវភ្លៀងកំពុងធ្លាក់ជោគជាំនេះពលរដ្ឋនៅខេត្តកណ្ដាលចាត់អាជ្ញាធរថាបើកដៃឲ្យឈ្មួញនឹងជនជាតិវៀតណាមនេសាទខុសច្បាប់នៅតំបន់អភិរក្សបើយោងតាមគេហទំព័រ VOD បានចុះផ្សាយថាប្រជាពលរដ្ឋនៅឃុំឈើខ្មៅស្រុកកោះធំនិងឃុំគពកទាវស្រុកលើកដែកខេត្តកណ្ដាលចោទអាជ្ញាធរមូលដ្ឋានថាបើកដៃឲ្យឈ្មួញនឹងជនជាតិវៀតណាមមួយចំនួនចូលនេសាទខុសច្បាប់នៅអតីតឡូលេខ9ដែលជាតំបន់អភិរក្សដោយមិនមានការបង្ក្រាបគេហទំព័រដដែលនេះបានឲ្យដឹងបន្តទៀតតាមរយៈពលរដ្ឋភូមិព្រៃអណ្ដូងឃុំលើកដែកស្រុកកោះធំលោកនុនណារ៉ាបានប្រាប់នៅថ្ងៃអង្គារនេះថាលោកមានការព្រួយបារម្ភជាខ្លាំងចំពោះទិន្នផលត្រីនៅពេលដែលឃើញក្រុមឈ្មួញនិងជនជាតិវៀតណាមបានចូលទៅនេសាទឥតឈប់ឈរនៅតំបន់អភិរក្សលោកបន្តថាក្រុមនេសាទទាំងនោះបានដាក់សម្រាប់ប្រមាណ700ម៉ែត្រនិងប្រើឧបករណ៍នេសាទខុសច្បាប់ដូចជាស្បៃមងក្រឡាល្អិតនិងស្បៃអួនជាដើមដែលពុំមានការហាមឃាត់ណាមួយពីសំណាក់អាជ្ញាធរឡើយពលរដ្ឋម្នាក់ទៀតឈ្មោះអ៊ុយខុងបន្ថែមថាលោកបានឃើញជនជាតិវៀតណាមបានប្រើថ្នាំបាញ់ពន្លិចស្មៅដែលជាជំរកត្រីនិងបានប្រើឧបករណ៍នេសាទផ្សេងៗដើម្បីនេសាទត្រីនៅពេលយប់ប៉ុន្តែសម្រាប់ពលរដ្ឋខ្មែរវិញគឺអាជ្ញាធរមិនអនុញ្ញាតឲ្យនេសាទឡើយដែលករណីនេះលោកចាត់ទុកថាជាអំពើពុករលួយបន្តតាមប្រជាពលរដ្ឋតំបន់អភិរក្សលោកនេសាទលេខ9មានទីតាំងពីចំណុច24ដល់ចំណុចជ្រោយស្នាក្នុងឃុំឈើខ្មៅស្រុកកោះធំនិងឃុំគពកទាវស្រុកលើកដែកខេត្តកណ្ដាលដោយមានការនេសាទខុសច្បាប់អស់រយៈពេល2ឆ្នាំមកហើយលោកអ្នកនាងជាទីមេត្រីព័ត៌មានសង្ខេបរបស់នាងខ្ញុំនៅពេលនេះបានមកដល់ទីបញ្ចប់ហើយនាងខ្ញុំរស្មារីយ៉ាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកនាងដែលបានទស្សនាកម្មវិធីនេះតាំងពីដើមរហូតដល់ទីបញ្ចប់សូមអរគុណសូមគោរពលា